នេះជាកន្លឹះក្នុងការកាយវីដេអូពីរង្គើបែបនេះឲ្យមកនឹងបែបនេះហើយយើងអាចធ្វើបានទាំងអស់គ្នានៅក្នុងកម្មវិធី CapCut តោះចូលមកធ្វើទាំងអស់គ្នាអូខេអញ្ចឹងយើងចូលមកកាន់ CapCut មករួចហើយយើងចុចទៅលើវីដេអូរបស់យើងមួយអូខេពេលវាលោតអញ្ចឹងយើងមើលទៅមកជួរខាងក្រោមយើងអុសមកខាងឆ្វេងមករួចហើយយើងទៅរកពាក្យ Stabilize នេះណា Stabilize អញ្ចឹងយើងធ្វើការចុចទៅលើវាមករួចហើយយើងអុសទៅលើវាឲ្យពេញអូខេពេលដែលពេញអញ្ចឹងហើយយើងចុចសញ្ញាគ្រីសមកអូខេបន្តមកទៀតយើងធ្វើការបន្ថយ speed បន្ថយល្បឿនវាបន្តិចយើងយកត្រឹម5អីមកហើយយើងអានេះយើងយក better quality អូខេហើយយើងអាចធ្វើការ keep speed រួចហើយយើងចុចសញ្ញាគ្រីសអូខេចាឥឡូវវាដើរបានពេញហើយយើងអាចធ្វើការ play វីដេអូនឹងសាកមើលបានអូខេអញ្ចឹងវារៀងនឹងជាងមុនហើយឃើញអត់អូខេអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្ណឹងហើយកុំភ្លេចជួយ like និង share ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ